មន្ទីរពេទ្យ Intercare ឧបត្ថម្ភនិងបរិក្ខារមន្ទីរពិសោធន៍ដល់មន្ទីរពេទ្យលួងម៉ែនេះរសៀលថ្ងៃទី17ខែឧសភាឆ្នាំ2025នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីទទួលថវិកាបរិក្ខារមន្ទីរពិសោធន៍ពីមន្ទីរពេទ្យ Intercare ជាជំនួយដល់មន្ទីរពេទ្យលួងម៉ែដែលពិធីនេះត្រូវបានប្រព្រឹត្តឡើងនៅក្នុងមន្ទីរពេទ្យលួងម៉ែផ្ទាល់នៅក្នុងឱកាសជួបសម្ដែងសម្ដាលនោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ Intercare ជាពិសេសលោកស្រីវិជ្ជបណ្ឌិតលឹមលីណានាយិកាប្រតិបត្តិនៃមន្ទីរពេទ្យ Intercare ដែលបានផ្ដល់កិត្តិយសនិងបានផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យឯកជនលើសពីនេះទៅទៀតគឺបានចូលរួមថវិកានិងបរិក្ខារមន្ទីរពិសោធន៍ដល់មន្ទីរពេទ្យលួងម៉ែលោកជំទាវបណ្ឌិតបានឲ្យដឹងផងដែរថាកន្លងមកមន្ទីរពេទ្យ Intercare ក៏ធ្លាប់បានផ្ដល់ថវិកាដល់កាកបាទក្រហមកម្ពុជាចំនួន$5 លានរួចមកហើយនៅក្នុងនោះកាកបាទក្រហមកម្ពុជាបានយកថវិកានេះឧបត្ថម្ភទៅមន្ទីរពេទ្យលួងម៉ែដើម្បីប្រើប្រាស់តាមតម្រូវការនៅក្នុងមន្ទីរពេទ្យព្រោះមន្ទីរពេទ្យនេះជាមន្ទីរពេទ្យរបស់រដ្ឋថ្មីដែលទើបតែនឹងបង្កើតឡើងលោកជំទាវបណ្ឌិតសង្ឃឹមថាថ្ងៃក្រោយទំនាក់ទំនងរវាងមន្ទីរពេទ្យទាំងពីរនេះនឹងមានភាពល្អិតល្អន់ស្អិតរមួតជាមួយគ្នាព្រោះថាយើងធ្វើការនៅក្នុងវិស័យសុខាភិបាលដូចគ្នានៅក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាមួយគ្នានោះផងដែរលោកសាស្ត្រាចារ្យជំនួសស៊ូស៊ីផាណានាយកមន្ទីរពេទ្យលួងម៉ែក៏បានគោរពថ្លែងអំណរគុណដល់ប្រតិភូមន្ទីរពេទ្យ Intercare ជាពិសេសលោកស្រីវិជ្ជបណ្ឌិតលឹមលីណានាយិកាប្រតិបត្តិដែលបានចំណាយពេលវេលានៅក្នុងការអញ្ជើញនាំយកថវិកានិងអំណោយបរិក្ខារមន្ទីរពិសោធន៍ជូនដល់មន្ទីរពេទ្យលួងម៉ែនៅក្នុងឱកាសនេះនាយកមន្ទីរពេទ្យលួងម៉ែក៏បានជម្រាបជូនអំពីសាវតាខ្លះនៃការបង្កើតមន្ទីរពេទ្យលួងម៉ែដោយលោកបានប្រាប់ឲ្យដឹងថាមន្ទីរពេទ្យនេះបានដាក់ឲ្យដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកកម្រិតស្តង់ដារអន្តរជាតិនៅក្នុងឆ្នាំ2025មន្ទីរពេទ្យនេះបានបំពាក់នូវម៉ាស៊ីនព្យាបាលជំងឺមហារីកដោយកាំរស្មីថ្មីដែលជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែលផ្សារភ្ជាប់ជាមួយនឹងកម្មវិធី AI ព្រមជាមួយនឹងវិជ្ជបណ្ឌិតឯកទេសដែលមានវិជ្ជាជីវៈខ្ពស់ធានាបាននូវសុខភាពនិងប្រសិទ្ធភាពខ្ពស់បំផុតជូនដល់អ្នកជំងឺប្រកបដោយទំនុកចិត្តនិងក្តីសង្ឃឹមលោកនាយកមន្ទីរពេទ្យលួងម៉ែបានបញ្ជាក់ថាមន្ទីរពេទ្យកើតឡើងបន្ទាល់ពីនេះដោយសារតែមានការជួយជ្រោមជ្រែងពីប្រមុខរដ្ឋាភិបាលកម្ពុជាជាពិសេសសម្ដេចនាយកហ៊ុនសែននិងសម្ដេចកតេប្របណ្ឌិតបុរឌីហ៊ុនសែនបន្តរហូតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតដើម្បីអភិវឌ្ឍមន្ទីរពេទ្យមួយនេះឲ្យមានស្តង់ដារនៅក្នុងការព្យាបាលជំងឺមហារីកលោកបន្តផងដែរថាយ៉ាងណាមន្ទីរពេទ្យនេះនៅតែមានតម្រូវការបន្ថែមនៅឧបករណ៍ពេទ្យដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យស្តង់ដារនៅក្នុងការព្យាបាលជំងឺមហារីកគ្រប់ជ្រុងជ្រោយដូច្នេះការឧបត្ថម្ភរបស់មន្ទីរពេទ្យ Intercare នៅពេលនេះគឺពិតជាមានតម្លៃនិងមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍមន្ទីរពេទ្យលួងម៉ែឲ្យកាន់តែប្រសើរបន្ថែមទៀតលោកស្រីវិជ្ជបណ្ឌិតលឹមលីណានាយិកាប្រតិបត្តិនៃមន្ទីរពេទ្យ Intercare សូមគោរពអរគុណទៅកាន់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតនិងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យលួងម៉ែដែលបានផ្ដល់ឱកាសឲ្យក្រុមការងារបានចូលរួមរំលែកថវិកានិងគ្រឿងបរិក្ខារទាំងនេះនៅក្នុងន័យចូលរួមជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅលោកស្រីវិជ្ជបណ្ឌិតបានបញ្ជាក់ថានឹងមានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យលួងម៉ែជាបន្តបន្ទាប់ទៀតដើម្បីបុព្វហេតុមនុស្សធម៌គួរជម្រាបផងដែរថាមន្ទីរពេទ្យ Intercare ឧបត្ថម្ភជួយមន្ទីរពេទ្យលួងម៉ែនៅក្នុងឱកាសនេះរួមមានថវិកាចំនួន$150,000និងម៉ាស៊ីន Incubator ចំនួន2គ្រឿងម៉ាស៊ីន Waterbat ចំនួន1គ្រឿងម៉ាស៊ីន Incubator Waterbat ចំនួន1គ្រឿងនិងម៉ាស៊ីន Light Microscope ចំនួន2គ្រឿងដើម្បីផ្ដល់សេវាថែរក្សាសុខភាពការពិនិត្យនិងការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ